Hello គ្នាយើងខ្ញុំ BNX Nova ខ្ញុំខានចេញវីដេអូប្រហែល10ថ្ងៃចឹងហើយគ្នាយើងហើយនឹងខ្ញុំចេញវីដេអូមួយប្រាប់គ្នាយើងតាក់ទងទៅនឹង Telegram អញ្ចឹងណារយៈហ្នឹងគឺឃើញព័ត៌មានគេច្រើនតាក់ទងទៅនឹង Telegram ដែលត្រូវបានគេ hack អញ្ចឹងគ្នាយើងហើយនិយាយទៅព័ត៌មានហ្នឹងប្រហែលជាគ្នាយើងខ្លះគឺគាត់ដឹងហើយតែគ្នាយើងខ្លះទៀតគឺគាត់អត់ដឹងទេអញ្ចឹងខ្ញុំក៏ចេញវីដេអូនេះប្រាប់គ្នាយើងកុំឲ្យគ្នាយើងច្រឡំចុចប្រភេទ link ដែលអត់ស្គាល់អត្តសញ្ញាណគ្នាយើងនេះគឺយើងជាប្រភេទ file ដែលពពួក hacker វាផ្ញើចូល account Telegram របស់យើងគ្នាយើងនិយាយទៅបើគ្នាយើងឃើញជាមួយនឹងប្រភេទ file ដែលមានកន្ទុយចុងក្រោយចុចដូចជា exe bat cmd src vbs js ps1 ហើយនឹង msi apk zip ហើយនឹង rar ហ្នឹងគ្នាយើងឃើញប្រភេទ file អស់ហ្នឹងគ្នាយើងគួរតែចុចលុបចោលឬក៏ប្លុកចោលមកទៅគ្នាយើងព្រោះ file អស់ហ្នឹងគឺជាប្រភេទ file hack ដែលវាអាចនឹង hack យក account Telegram របស់យើងឬក៏ hack យកទិន្នន័យរបស់យើងអញ្ចឹងគ្នាយើងបើគ្នាយើងច្រឡំដាច់ចុចចូលឬក៏និយាយទៅគឺបើគ្នាយើងគ្រាន់តែចុចចូលអត់បានធ្វើអីវាគឺវាអាចនឹងអត់អីទេគ្នាយើងតែបើគ្នាយើងដាក់ចុចចូលឲ្យគ្នាយើង download នេះ download នោះតាមវាអាចនឹងមានបញ្ហាគ្នាយើងទៅឲ្យតែជាប្រភេទ file ដែលគ្នាយើងអត់ដែលស្គាល់តាសញ្ញាណអីដូចជានៅសសកគេផ្ញើមកឲ្យគ្នាយើងអញ្ចឹងចឹងគ្នាយើងកុំចុចចូលគ្នាយើងមុននឹងចុចអីគ្នាយើងត្រូវតែមើលឲ្យបានច្បាស់សិនគ្នាយើងនិយាយទៅឲ្យតែជាប្រភេទ file ដែលមានកន្ទុយដែលខ្ញុំប្រាប់គ្នាយើងចង់ដើមវីដេអូហ្នឹងគ្នាយើងគួរតែជៀសវាងអាចបើអាចគ្នាយើងប្លុកចោលមកទៅនិយាយទៅដើម្បីការពារ account របស់យើងចឹងគ្នាយើងនិយាយអារឿង file hack ក្នុង Telegram ទៅគឺមានគ្នាយើងមួយចំនួនតើដែលគាត់ដឹងហើយគាត់នៅតែចេះចង់ដឹងណាគ្នាយើងនិយាយទៅគាត់ដឹងថា file ហ្នឹង hack ហើយចុចទៅអាចនឹងបាត់ account ហើយតែគាត់ចុចចូលទៅចេះចង់ដឹងអញ្ចឹងណាហើយតាំងតែចុចចូលទៅបាត់ account ទៅតាំងតែសុំឲ្យគេជួយក៏អត់ជួយតាំងថាគេចិត្តអាក្រក់ឲ្យទៅបើខ្ញុំនៅចិត្តនេះសឹងតែច្បាច់កឲ្យងាប់តាចឹងវីដេអូនេះស្គាល់គ្នាយើងនឹងបាត់ដឹងទាំងអស់គ្នាយើងហើយគ្នាយើងកុំភ្លេចចុច like subscribe ឬក៏ឲ្យវីដេអូឬក៏ follow ខ្ញុំម្នាក់មួយផងគ្នាយើងហើយគ្នាយើងកុំភ្លេចចុច share ម្នាក់មួយផងដើម្បីគ្នាយើងចំនួនក្រោយបានដឹងផងបាទអរគុណទុកជាមុន